វីដេអូនេះបានបង្ហាញនៅការប្រមូលផ្ដុំនៃវត្ថុប្រើប្រាស់និងឧបករណ៍ចម្លែកៗកាលពីអតីតកាលដែលបង្ហាញពីភាពច្នៃប្រឌិតនិងរបៀបរស់នៅរបស់មនុស្សនៅក្នុងសម័យនោះខាងក្រោមនេះគឺជាវត្ថុប្រវត្តិសាស្ត្រដែលត្រូវបានលើកយកមកបង្ហាញ 1. ស្បែកជើងបំបែកគ្រាប់ផ្លែឈើសតវត្ស1800 នេះជាស្បែកជើងដែលមានរាងចម្លែកពីទសវត្សរ៍ឆ្នាំ1800ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងការចងបំបែកគ្រាប់ផ្លែឈីស្នាត់ 2. អគារបុរាណនៅប្រទេសណ័រវេសសតវត្សទី18 អគារឈើមួយដែលមានទម្រង់ប្លែកសាងសង់នៅលើសសរខ្ពស់ស្ថិតនៅតំបន់ Norland ប្រទេសណ័រវេសត្រូវបានសាងសង់ឡើងតាំងពីទសវត្សទី18 3. ឈុតមួយទឹកបុរាណសតវត្សទី18 ឈុតមួយទឹកដែលធ្វើឡើងតាំងពីសតវត្សទី18មានសភាពធ្ងន់មើលទៅចម្លែកនិងត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាដែលជឿនលឿនជាងសម័យកាលរបស់វាទៅទៀត 4. ឧបករណ៍ផ្ដោតសញ្ញាអគ្គីភ័យសតវត្សទី18 មុនពេលដែលមានស៊ីរ៉ែនទំនើបនេះគឺជាប្រព័ន្ធផ្ដោតសញ្ញាអាសន្ននៅសតវត្សទី18វាមានរឿងជាកងដែកដែលគេត្រូវប្រើញញោរវាយដើម្បីបន្លឺសំឡេងជូនដំណឹងដល់អ្នកភូមិនៅពេលមានអគ្គីភ័យ 5. ម៉ាស៊ីនអានសៀវភៅសតវត្សទី18ឧបករណ៍ដ៏អស្ចារ្យសម្រាប់អ្នកសិក្សាវាជាម៉ាស៊ីនអានដែលអនុញ្ញាតឲ្យអ្នកអានអាចដាក់សៀវភៅបើកចំហចំនួន8ក្បាលក្នុងពេលតែមួយនិងអាចបង្វិលអានបានយ៉ាងងាយស្រួល 6. រទេះរុញរបស់ព្រះចៅអធិរាជឆ្នាំ1740រទេះរុញដ៏ប្រណិតត្រូវបានគេផលិតឡើងនៅក្នុងឆ្នាំ1740សម្រាប់ព្រះចៅអធិរាជនៃចក្រភពរ៉ូម៉ាំងដ៏វិសុទ្ធព្រះនាមអេលីសាបេតគ្រីស្ទីន 7. ក្រដាសប្រាក់25សេនទសវត្សរ៍1800ក្រដាសប្រាក់ដែលមានតម្លៃ25សេនរបស់សហរដ្ឋអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងទសវត្សរ៍ឆ្នាំ1800 8. ទូរស័ព្ទសម័យដើមទសវត្សរ៍ឆ្នាំ1800ម៉ូដែលទូរស័ព្ទជំនាន់ដំបូងដែលមានរូបរាងប្លែកភ្នែកកាលពីសម័យទសវត្សរ៍ឆ្នាំ1800 9. ឧបករណ៍ដាក់ថ្នាំសន្លប់ឆ្នាំ1840នេះគឺជាឧបករណ៍វេជ្ជសាស្ត្រពីទសវត្សរ៍ឆ្នាំ1840ដែលគ្រូពេទ្យបានប្រើប្រាស់ដើម្បីផ្ដល់ថ្នាំសន្លប់ដល់អ្នកជំងឺ 10. ស្រោមដៃការពារខ្លួនរបស់ស្ត្រីឆ្នាំ1850នៅទសវត្សរ៍ឆ្នាំ1850ស្ត្រីបានប្រើប្រាស់ស្រោមដៃពិសេសម្យ៉ាងដែលមានក្រចកមុតស្រួចសម្រាប់ការពារខ្លួន 11. អត្តសញ្ញាណប័ណ្ណឆ្នាំ1880ទម្រង់នៃអត្តសញ្ញាណប័ណ្ណដែលត្រូវបានប្រើប្រាស់នៅទសវត្សរ៍ឆ្នាំ1880 12. កង់ Penny Fencing ឆ្នាំ1880កង់ដែលមានកង់មុខធំនិងកង់ក្រោយតូចពីទសវត្សរ៍ឆ្នាំ1880ជានិមិត្តរូបនៃភាពក្លាហាននិងសម័យកាលថ្មីនាពេលនោះ